កូនម៉ាក់ចេះនិយាយកុហកអត់? កូនខ្ញុំចេះនិយាយកុហកនៅអាយុជិត3ឆ្នាំហើយរបៀបដែលយើងប្រតិកម្មចំពោះការកុហករបស់កូននៅវ័យនេះនឹងជះឥទ្ធិពលលើរបៀបដែលកូនរៀនដោះស្រាយកំហុសនៅពេលដែលគាត់ធំមានពេលមួយហ្នឹងកូនពៅខ្ញុំក្អកហើយខ្ញុំបានប្រាប់គាត់ថាកុំឲ្យញ៉ាំអីត្រជាក់ៗព្រោះបើញ៉ាំទៅវានឹងក្អកខ្លាំងអត់ជាទេអញ្ចឹងចាំជាសិនចាំញ៉ាំតែរួចហើយកូនស្រីធំគាត់បានចាក់ទឹកដោះគោត្រជាក់មួយកែវទុកលើតុហើយគាត់អាឡ័យទៅដើរទៅណាមួយផ្លែតអញ្ចឹងទៅពេលមកវិញឃើញទឹកដោះគោសល់តែកន្លះកែវព្រោះកូនពៅបានលួចញ៉ាំជាទូទៅកុមារចាប់ផ្ដើមចេះនិយាយកុហកនៅអាយុខ្ទង់3ទៅ4ឆ្នាំហើយវាមិនមែនមានន័យថាកូនយើងកំពុងក្លាយជាក្មេងដែលមិនស្មោះត្រង់ទេតាមពិតវាបង្ហាញថាខួរក្បាលរបស់កូនកំពុងរៀនដល់ចំណុចថ្មីទៀតហើយគាត់ចាប់ផ្ដើមយល់ឃើញថាអ្នកផ្សេងអាចអត់ដឹងនៅរឿងដែលគាត់ដឹងហើយគាត់អាចជ្រើសរើសសម្រេចចិត្តថាប្រាប់ព័ត៌មានអីដែលគាត់ចង់ប្រាប់នេះគេហៅថាការអភិវឌ្ឍផ្នែកសង្គមនិងអារម្មណ៍របស់កុមារអញ្ចឹងពេលកូននិយាយកុហកយើងអាចមើលឃើញរឿងហ្នឹងជាឱកាសមួយសម្រាប់ការបង្រៀនគាត់មិនមែនត្រឹមតែជាបញ្ហាដែលត្រូវដាក់ទោសទេព្រោះថារបៀបនៃការប្រតិកម្មរបស់យើងវាសំខាន់ជាងការនិយាយកុហករបស់កូនទៅទៀតបើសិនជាពេលកូនកុហកយើងបញ្ញាប់ស្ដីថោឲ្យគាត់ដូចជាថាហើយកូនឯងមិននិយាយកុហកអញ្ចឹងហាចេះពីណាមកអាល្អមិនចេះរៀនទេត្រង់អាកុហកហ្នឹងក៏ចេះមាំម៉េះបើសិនជាយើងឆ្លើយតបបែបហ្នឹងកូនអាចរៀនថាបញ្ហាធំបំផុតមិនមែនជាកំហុសដែលគាត់បានធ្វើទេប៉ុន្តែគឺជាការដែលត្រូវបានគេចាប់បានហើយលើកក្រោយគាត់អាចព្យាយាមលាក់បាំងជំនួសឲ្យការរៀនពីភាពស្មោះត្រង់អញ្ចឹងថ្ងៃនេះខ្ញុំសូមជូនរបៀបឆ្លើយតប3ជំហានដែលយើងអាចបង្រៀនកូននៅពេលដែលកូនចេះកុហកទី1យើងស្កប់បន្តិចសិនពេលដឹងថាកូនកុហកកុំអាលប្រតិកម្មលឿនពេកព្រោះថាខឹងខុសខឹងខូចខឹងខាតបើសិនជាយើងប្រតិកម្មដោយកំហឹងខួរក្បាលផ្នែកខាងឆ្វេងរបស់កូនដែលរ៉ាប់រងការគិតហេតុផលនឹងបិទហើយខួរក្បាលផ្នែកខាងស្ដាំដែលរ៉ាប់រងផ្នែកអារម្មណ៍នឹងគ្រប់គ្រងកូនពេលហ្នឹងយើងនឹងមិនអាចដោះស្រាយអីបានទេក្រៅពីធ្វើឲ្យស្ថានភាពប្រឈមមុខគ្នាដាក់កូននឹងកាន់តែតានតឹងជំហានទី2យើងនិយាយពីអីដែលយើងបានមើលឃើញជំនួសឲ្យការចោទកូនភ្លាមថាកូនឯងនិយាយកុហកអញ្ចឹងយើងសាកមកនិយាយអីដែលយើងសង្កេតឃើញយើងអាចនិយាយថាមុនហ្នឹងម៉ាក់ឃើញទឹកដោះគោជជែកចាក់ពេញមួយកែវតែឥឡូវសល់តែកន្លះកែវម៉ាក់ឆ្ងល់មិនបានសុកបាត់ទឹកដោះគោទៅណាអញ្ចឹងណោះពេលដែលយើងគ្រាន់តែនិយាយពីអីដែលយើងមើលឃើញកូននឹងមានអារម្មណ៍ថាមិនត្រូវបានវាយប្រហារហើយកូននឹងងាយនិយាយប្រាប់ការពិតជាងមុនជំហានទី3យើងបង្កើតបរិយាកាសដែលកូនមានសុវត្ថិភាពក្នុងការនិយាយប្រាប់ការពិតយើងអាចនិយាយថាបើកូនដឹងកូនអាចប្រាប់ម៉ាក់តាមត្រង់បានអត់អីទេម៉ាក់គ្រាន់តែចង់ដឹងការពិតហើយនៅពេលដែលកូនព្រមប្រាប់យើងតាមត្រង់យើងត្រូវទទួលស្គាល់និងសរសើរភាពក្លាហានរបស់គាត់អរគុណកូនដែលកូនប្រាប់ម៉ាក់តាមត្រង់ម៉ាក់ដឹងថាវាពិបាកនិយាយចេញមកតែកូននៅតែអាចនិយាយបានហើយបន្ទាប់មកយើងចាប់ផ្ដើមចូលដល់មេរៀនអំពីកំហុសរបស់គាត់នឹងពេលហ្នឹងខ្ញុំបាននិយាយថាហើយឥឡូវកូនឯងញ៉ាំទឹកដោះគោត្រជាក់អស់កន្លះកែវអញ្ចឹងមានរៀងឈឺកជាងមុនអត់លើកក្រោយមុនពេលកូនញ៉ាំអីកូនកុំភ្លេចគិតថាពេលញ៉ាំហើយតើវាធ្វើឲ្យយើងស្រួលឬក៏ពិបាកហើយបើកូនចង់ញ៉ាំទឹកដោះគោកូនប្រាប់ម៉ាក់មកម៉ាក់កម្ដៅឲ្យបាត់ត្រជាក់សិនកុំធ្វើបាបកខ្លួនឯងណាចឹងពេលហ្នឹងបញ្ហាត្រូវបានដោះស្រាយដោយគ្មានការតឹងសរសៃកគ្មានទឹកភ្នែកហើយដែលសំខាន់បំផុតកូនចេះទទួលស្គាល់កំហុសនិងចេះកែប្រែគោលដៅរបស់យើងមិនមែនចិញ្ចឹមកូនឲ្យខ្លាចការធ្វើខុសទេគោលដៅរបស់យើងគឺចិញ្ចឹមកូនឲ្យមានភាពក្លាហានក្នុងការប្រាប់ការពិតនៅពេលដែលមានកំហុសកើតឡើងហើយមេរៀននេះចាប់ផ្ដើមពីរបៀបដែលយើងឆ្លើយតបទៅកូននៅថ្ងៃនេះ